នៅក្នុងពិភពលោកមួយដែលកំពុងរត់ប្រណាំងយ៉ាងលឿនទៅរកភាពទាន់សម័យនៃស្ថាបត្យកម្មទំនើបយើងទាំងអស់គ្នាច្រើនគិតថារាល់ការធ្វើទំនើបកម្មនឹងអាចបំបត្តិដានប្រវត្តិសាស្ត្រប៉ុន្តែតើអគារទំនើបស្របដោយកញ្ចក់អាចបង្កប់វិញ្ញាណនៃប្រាសាទបុរាណនៅខាងក្នុងបានដោយរបៀបណាសាកសម័យថាព្រះភ័ក្ត្រព្រះព្រហ្មដ៏សក្ការៈនិងជាតំណាងដួងព្រលឹងវប្បធម៌ដ៏ឧត្តុង្គឧត្តមបែរជារះខ្ពស់ឡើងត្រដែតយ៉ាងស្កឹមស្កៃនៅលើអគារកម្ពស់160ម៉ែត្រស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញស្វាគមន៍មកកាន់ FTB Tower ស្ថាបត្យកម្មអគារពាណិជ្ជកម្មសម័យទំនើបដែលមិនគ្រាន់តែសម្លឹងទៅរកអនាគតតែថែរក្សាដួងព្រលឹងអតីតកាលបានយ៉ាងល្អឥតខ្ចោះបើយើងសម្លឹងមើលទៅរចនាសម្ព័ន្ធអគារនេះឲ្យបានចិត្តមិនខុសពីប្រាសាទមុខ4នៃប្រាសាទបាយ័នដ៏ល្បីល្បាញដែលសម្លឹងទៅកាន់ទិសធំទាំង4នោះឡើយអគារ FTB Tower ឈរយ៉ាងឯករាជ្យដាច់ដライនៅលើជ្រុងទាំង4ចំណែកឯផ្ទៃមុខអគារដែលមានរាងជម្រាលវាត្រូវបានរចនាឡើងយ៉ាងអស្ចារ្យដោយដកស្រង់ចេញពីទម្រង់រូបរាងដ៏រឹងមាំនិងគួរឲ្យមោទនៈនៃមង្គតព្រះព្រហ្មមានកម្ពស់ស្រួចឆ្ពោះឡើងទៅលើចំណែកឯស្នាដៃឯកដ៏ពិតប្រាកដដែលលាក់ខ្លួននោះគឺត្រូវបានរចនាឡើងនៅចំផ្ទៃមុខអគារខាងកើតនិងខាងលិចបន្ទះកញ្ចក់ឆ្នូតផ្ដេកចំនួន9បង្កើតទស្សនីយភាពស្ថាបត្យកម្មដ៏ប្លែកភ្នែកដែលមិនមែនកើតឡើងដោយចៃដន្យពួកវាត្រូវបានកណនានិងរចនាឡើងយ៉ាងផ្ចិតផ្ចង់ដើម្បីរំលេចចេញជាខ្សែបន្ទាត់នៃព្រះភ័ក្ត្រព្រះព្រហ្មពីនិមិត្តសញ្ញារបស់ធនាគារ FTB នៅពេលដែលពន្លឺព្រះអាទិត្យផ្លាស់ទីពន្លឺថ្ងៃចាំងចាក់ឆ្លាក់រូបរាងនិមិត្តសញ្ញាដ៏សក្ការៈនេះមកលើផ្ទៃកញ្ចក់ខាងក្រៅនៃអគារនេះយ៉ាងរស់រវើកសូម្បីតែប្លង់បាតអគារក៏ដើរតាមទស្សនវិជ្ជាដ៏ច្បាស់លាស់មួយដែរវាត្រូវបានសាងសង់ឡើងពីទម្រង់រាងអក្សរ U ពីរដាច់ដライពីគ្នាដែលមកផ្គុំភ្ជាប់គ្នាបានយ៉ាងល្អឥតខ្ចោះនៅក្នុងវិស័យស្ថាបត្យកម្មនេះតំណាងឲ្យឯកភាពដែលជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងទំនុកចិត្តលើសេវាធនាគារដែលមានជាយូរលង់ណាស់មកហើយជាមួយនឹងអនាគត Digital របស់ប្រទេសកម្ពុជាចាប់តាំងពីជ្រុងកញ្ចក់រាងកោង3ជាន់ដែលអណ្ដែតចូលទៅក្នុងផ្ទៃមេឃពណ៌ខៀវស្រងាត់រហូតដល់សាររងចាំដ៏ប្រណិតមានកម្ពស់ពីដាន14ម៉ែត្រអគារដ៏ខ្ពស់ស្កឹមស្កៃនេះបានសបញ្ជាក់ថាអនាគតរបស់ប្រទេសកម្ពុជាត្រូវបានកសាងឡើងនៅលើគ្រឹះដ៏រឹងមាំដែលមិនអាចរង្គោះរង្គើបានឡើយសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់អគារ FTB Tower ថ្មីបើអ្នកទាំងអស់គ្នាចង់ដឹងស៊ីជម្រៅទៅលើផ្នែកណាមួយបន្តទៀតសូមបញ្ចេញមតិនៅខាងក្រោម